រឿងកូនទាកំសត់មានពេលមួយនៅភូមិតូចមួយក្បែរព្រៃធំមានកូនទាកំសត់មួយក្បាលឈ្មោះទុំគ្មានឪពុកម្ដាយគេរស់នៅតែម្នាក់ឯងក្នុងរន្ធដើមឈើចាស់មួយរាល់ថ្ងៃទុំត្រូវរកចំណីដោយខ្លួនឯងវាលោតពីដើមនេះទៅដើមនោះបរោះសត្វល្លិចតូចៗឬញ៉ាំផ្លែឈើជ្រូកប៉ុន្តែទុំតែងតែឃ្លានព្រោះវាខ្សោយនិងមានជើងតែម្ខាងដោយសារគ្រោះថ្នាក់ពីក្មេងថ្ងៃមួយខណៈទុំកំពុងសម្រាកនៅក្រោមដើមត្នោតវាឃើញសត្វទាធំមួយក្បាលឈ្មោះធុនកំពុងញ៉ាំផ្លែត្នោតធ្លាក់ពេញពោះធុនមានរងភ្លឺរលោងនិងជើងខ្លាំងពូកែវាជាសត្វទាដ៏រឹងមាំបំផុតក្នុងព្រៃទុំអៀនខ្មាស់ប៉ុន្តែក៏ហ៊ានសួរថាបងធុនអើយតើបងរកចំណីបានច្រើនយ៉ាងណាខ្ញុំឃ្លានរាល់ថ្ងៃធុនសម្លឹងទុំហើយឆ្លើយដោយមោទនភាពខ្ញុំរឹងមាំខ្ញុំលោតខ្ពស់ខ្ញុំអាចបេះផ្លែពីលើដើមបានឯងតុនជ្រុលមានជើងតែម្ខាងមិនអាចរស់រានបានទេទុំសោកសៅប៉ុន្តែមិនបោះបង់ចិត្តវាគិតខ្លឹងចិត្តថាទោះខ្លាំងខ្សោយខ្លាំងត្រូវសាកល្បងលុះថ្ងៃបន្ទាប់មានខ្យល់ពីធំមកដើមឈើជាច្រើនដួលរលំផ្លែឈើធ្លាក់ពេញដីធុនសប្បាយចិត្តចាប់ដើមលោតបេះផ្លែលើដើមខ្ពស់ពោះប៉ុន្តែខ្យល់បក់ខ្លាំងធុនរអិលធ្លាក់ជើងរបស់វារបួសធ្ងន់ធ្ងរមិនអាចលោតបានទៀតធុនអង្គុយអស់សង្ឃឹមឃ្លានខ្លាំងព្រោះផ្លែនៅលើដីត្រូវសត្វដទៃមកញ៉ាំអស់ទុំដែលនៅជិតឃើញហេតុការណ៍នោះតួជើងតែម្ខាងប៉ុន្តែទុំចេះលាក់ខ្លួននិងលោតតូចបានលឿនវាប្រើប្រាជ្ញាលោតចូលរុនដើមឈើបន្ទាប់មកលោតចិនយកផ្លែដែលនៅជិតដីម្ដងបន្តិចទុំប្រមូលផ្លែបានច្រើនហើយនាំមកឲ្យធុនភ្ញាក់ផ្អើលសួរថាឯងធ្វើបានយ៉ាងម៉េចឯងខ្សោយជាងខ្ញុំទុំញញឹមឆ្លើយថាបងធុនអើយកម្លាំងមិនជាអ្វីទាំងអស់ទេខ្ញុំប្រើប្រាជ្ញានិងភាពអត់ធ្មត់ទោះកំសត់បើចេះជួយគ្នាយើងនឹងរស់រានតាំងពីថ្ងៃនោះមកធុនរៀនពីទុំហើយទាំងពីក្លាយជាមិត្តភក្តិធុនប្រើកម្លាំងជួយទុំលើកផ្លែខ្ពស់ទុំប្រើប្រាជ្ញាជួយធុនរកចំណីនៅពេលលំបាកព្រៃទាំងមូលសរសើរថាកូនទាកំសត់បានក្លាយជាអ្នកមានប្រាជ្ញា